ទូរទស្សនិកជនពេលនេះគឺជាវគ្គចុងក្រោយយើងខ្ញុំសូមអនុញ្ញាតភ្ជាប់ទូរស័ព្ទទៅភ្នាក់ងាររាយការណ៍នៅតាមបណ្ដាខេត្តមួយចំនួនទៀតដំបូងភ្ជាប់ទូរស័ព្ទទៅភ្នាក់ងារប្រចាំការនៅក្នុងខេត្តបន្ទាយមានជ័យក្រុងប៉ោយប៉ែតលោកប៊ុនថនបាទអរគុណលោកប៊ុនថនជំរាបសួរជំរាបសួរលោកលោកសុខាបាទអរគុណណាស់ហើយមានភ្លៀងទេនៅប៉ោយប៉ែតឥឡូវហ្នឹងបាទពេលនេះអត់មានភ្លៀងទេបាទមានអ្វីរាយការណ៍ពីប៉ោយប៉ែតមកលោកប៊ុនថនបាទថ្ងៃនេះសម្បត្តិមានសេចក្តីរាយការណ៍មួយលោកពាក់ព័ន្ធទៅនឹងក្រុមអាជីវករខ្មែរលក់ដូរនៅផ្សារថៃក្រុងនឹងធ្វើបាតកម្មគយថៃនឹងដោះលែងអីវ៉ាន់ដែលចាប់ត្រឡប់មកវិញបានគេគ្រងនឹងធ្វើបាតកម្មនៅពេលណាលោកបាទក្រុមអាជីវករនឹងមានកម្រងក្រុងធ្វើបាតកម្មនឹងកាលពីរសៀលម្សិលមិញបាទប៉ុន្តែធ្វើហើយឬនៅដោយសារតែកម្រងរបស់គេមិនបានសម្រេចដោយសារសមត្ថកិច្ចនៅច្រកនោះគេបានដឹងដោយសារមានការបោះប្រាក់មួយថាគេរួមគ្នាដើម្បីក្រុមអាជីវករគឺរួមគ្នាដើម្បីធ្វើបាតកម្មបាទដល់ពេលអញ្ចឹងខាងសមត្ថកិច្ចគាត់មានកម្រងដើម្បីចាត់ទៅបំបាយដែរវិធានការបាទអញ្ចឹងទេបាទហើយអញ្ចឹងខាងអាជីវករនឹងរៀបចំអ្វីបន្តទៀតទៅអញ្ចឹងបាទក្រុមអាជីវករលក់ដូរផ្សារថៃលង្កើហ្នឹងក្រុងធ្វើបាតកម្មបាទនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតហ្នឹងដើម្បីតវ៉ាឲ្យពលថៃហ្នឹងដោះលែងអីវ៉ាន់ដែលគេចាប់ឲ្យមកវិញបាទការពិនិត្យសម័យនេះប៉ុន្តែក្រុមអាជីវករហ្នឹងបានអខានមិនបានធ្វើបាតកម្មវិញដោយសារតែកម្លាំងប៉ូលីសអន្តរវេសហ្នឹងបានដាក់កម្លាំងដើម្បីទប់ស្កាត់នៅសកម្មភាពរបស់ពួកគេបាទនិយាយលោកប៊ុនថនទំនិញហេតុអីបានជាខាងថៃចាប់ទំនិញរបស់អាជីវករបាទបើយោងតាមសម្ដីវិជាបរដ្ឋដែលជាអាជីវកររស់នៅក្រុងប៉ោយប៉ែតដែលលក់ដូរនៅផ្សារលង្កើហ្នឹងស្រុកអរ៉ាញ់ខេត្តស្រះកែវហ្នឹងបាននិយាយឲ្យដឹងថាអាជ្ញាធរថៃហ្នឹងមិនបានគោរពនៅកិច្ចព្រមព្រៀងជាមួយអាជ្ញាធរកម្ពុជានោះឡើយជាពិសេសគឺកិច្ចព្រមព្រៀង MOUរវាងខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវដែលភាគីទាំងពីរបានប្រជុំគ្នាឯកភាពក្នុងការយោគយល់គ្នានោះតែផ្ទុយទៅវិញពលថៃនឹងតែងតែធ្វើសកម្មភាពចាប់ទំនិញនិងរឹបអូសទំនិញអាជីវករខ្មែរបាទមកទៅពេលនេះបាទពួកគាត់បន្តឲ្យដឹងថាពេលនេះពួកគាត់នឹងសូមឲ្យអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃនឹងជួយដោះស្រាយឲ្យពលថៃនឹងពលតំណែងឲ្យមកកម្ពុជាវិញមិនដូចឆ្លងទេនឹងគាត់មានកម្រងធ្វើបាតកម្មបាត់គ្នានោះប្រសិនបើមានការដំណោះស្រាយឲ្យពួកគាត់ទេហើយរហូតមកដល់ពេលនេះលោកប៊ុនថនតើអាជ្ញាធររបស់កម្ពុជាប្រចាំនៅស្រះកែវរួមទាំងមន្ត្រីទំនាក់ទំនងព្រំដែនមានធ្វើសកម្មភាពហើយឬនៅអំពីការសុំអន្តរាគមន៍នេះបាទខ្ញុំសូមបញ្ជាក់ផងដែរលោកពាក់ព័ន្ធទៅនឹងតំណែងនេះកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃហ្នឹងបាននិយាយថាប្រសិនបើតំណែងនោះខុសច្បាប់គួរឲ្យគេចាប់ហើយប៉ុន្តែដូចវិញតំណែងទាំងអស់នេះមិនបានខុសច្បាប់ទេខ្ញុំសូមបញ្ជាក់ផងដែរថាកន្លងមកកុងស៊ុលកម្ពុជាយើងប្រចាំនៅប្រទេសថៃហាក់បីដូចជាប្រងើយកន្តើយមិនសូវយកចិត្តទុកដាក់ពួកប្រជាពលរដ្ឋខ្មែរខ្លួនឯងដែលរស់ស៊ីនៅប្រទេសថៃនោះទេលោកបាទបញ្ហានេះហើយតែមានការរិះគន់ចំពោះកុងស៊ុលកម្ពុជាយើងប្រចាំនៅប្រទេសថៃនោះលោកបាទអរគុណច្រើនលោកប៊ុនថនអរគុណមកជម្រាបលាលោកទាំងពីរបាទជម្រាបលាលោកជូនទៅលោកបត្រាបាទឥឡូវសូមជួបទូរស័ព្ទទៅភ្នាក់ងារចុងក្រោយលោកវីឡែមត្បូងឃ្មុំវិញម្ដងមានរឿងអីប្លែកពីខាងលោកប៊ុនថនបាទជម្រាបសួរលោកវីឡែមបាទជំរាបសួរលោកបត្រានិងលោកសុខៈបាទជំរាបសួរលោកវីឡែមព្រឹកនេះកំពុងចូលជើងនៅខេត្តត្បូងឃ្មុំឬក៏កំពង់ចាមលោកបាទព្រឹកនេះកំពុងចូលជើងនៅខេត្តត្បូងឃ្មុំបាទពីខេត្តត្បូងឃ្មុំមានរឿងរ៉ាវអីជម្រាបជូនដល់សាធារណជនលោកបានជ្រាបបាទថ្ងៃនេះគឺសម្រាប់ខេត្តត្បូងឃ្មុំមានសិក្ខាសាលាវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រឡូកបំរួលវិជ្ជាកម្មសត្វនិងផលិតកម្មសត្វតាមរយៈការធ្វើឲ្យប្រសើរឡើងការគ្រប់គ្រងការនាំចូលសម្រាប់មន្ត្រីគ្រប់គ្រងនៅតាមព្រំដែនបាទសូមអញ្ជើញលោកអ៊ិតបាទមន្ត្រីកសិកម្មមកពី4ខេត្តមានខេត្តតាកែវស្វាយរៀងព្រៃវែងនិងខេត្តត្បូងឃ្មុំបានពង្រឹងសមត្ថភាពបន្ថែមទៀតតាមរយៈគម្រោងការកែលម្អប្រព័ន្ធគ្រប់គ្រងអនាម័យនិងភូតត្រៀមអនាម័យនៅមហាអនុតំបន់ពីកុងសិក្ខាសាលានៅព្រឹកថ្ងៃទី12
11 ខែកញ្ញាឆ្នាំ2014នៅស្ថានភាពហេងសុខាខេត្តត្បូងឃ្មុំហើយលោករីដាវិនប្រធានការិយាល័យផលិតកម្មនិងបសុជាបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ឲ្យដឹងថាការិយាល័យមានគោលបំណងកោះហៅអាជីវករដល់ជំនឿស័ព្ទគ្រប់ប្រភេទមកធ្វើការផ្សព្វផ្សាយអនុក្រឹត្យលេខ16ប្រកាសពាក់ព័ន្ធដើម្បីឲ្យពួកគាត់យល់ដឹងសូមគម្រោងឧបត្ថម្ភផងជាចុងក្រោយការិយាល័យសូមឲ្យគម្រោងជួយបង្កើតទីកន្លែងចាត់តាល័យសាក់មួយកន្លែងដើម្បីឲ្យជំនាញងាយស្រួលក្នុងការត្រួតពិនិត្យនិងមានវិធានជីវៈសុវត្ថិភាពទៅលើមធ្យោបាយដឹកជញ្ជូនសត្វនិងផលិតផលមានដើមកំណើតពីសត្វបាទហើយលោកបណ្ឌិតលោកវរឌីកានាយកវិទ្យាស្ថានស្រាវជ្រាវផលិតកម្មសត្វនៃវិទ្យាស្ថានផលិតកម្មសត្វនិងសុខភាពបានថ្លែងបញ្ជាក់ថាគម្រោង SBS នេះក្នុងក្របខ័ណ្ឌនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពនេះយើងធ្វើនៅខេត្តចំនួន4គម្រោងនេះមានរយៈពេល5ឆ្នាំគឺពីឆ្នាំ2012ដល់ឆ្នាំ2017ប្រើប្រាស់ថវិកាអស់2លាន5សែនរៀលសហរដ្ឋអាមេរិកបាទហើយមានសកម្មភាពចំនួន3សំខាន់មួយគឺកសាងសមត្ថភាពមន្ត្រីរាជការក្នុងការតាមដានពីមើលសត្វហើយពីរហ្នឹងគឺការគ្រប់គ្រងការនាំចូលសត្វនិងផលិតកម្មសត្វហើយទី3គឺការងារកសាងសមត្ថភាពក្នុងការធ្វើតេស្តវិភាគទៅលើកាកសំណល់ឆ្នាំនៅក្នុងចំណីសត្វនិងសត្វបាទអរគុណការយកពាក្យប៉ុណ្ណឹងបាទជំរាបលោកវិលែនដែលបានរាយការណ៍ពាក់ព័ន្ធទៅនឹងការបណ្ដុះបណ្ដាលការរៀបចំសកម្មភាពមានការបែបបទខ្លាចចិញ្ចឹមសត្វអរគុណបាទពេលវេលាក៏បានមកដល់ទីបញ្ចប់ដែរมันអាចបន្តទៅទៀតទេសូមអនុញ្ញាតទុកជូនលោកមេរិទ្ធីកញ្ញាសុភាជំរាបអំពីរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍បទល្មើសការឡើងក្នុងសង្គមនិងសារសំខាន់របស់បងប្អូនប្រជាពលរដ្ឋដែលផ្ញើមកកាន់ស្ថានីយទូរទស្សន៍ហងមាស HD TV ចំពោះយើងខ្ញុំទាំងពីរនាក់និងក្រុមការងារមួយចំនួនជួបគ្នានៅថ្ងៃច័ន្ទចាប់ពីម៉ោង 6 ព្រឹកតទៅហើយសូមឲ្យបងប្អូនទាំងអស់ធ្វើដំណើរណាទៅទីជិតទីឆ្ងាយទៅកាន់វត្តអារាមដោយសុវត្ថិភាពប្រកបដោយការយោគយល់គ្នាហើយនឹងហៅថាទទួលបាននៅមគ្គផលទៅតាមកុសលដែលបងប្អូនបានឧទ្ទិសទៅដល់បុព្វការីជនទាំងឡាយទាំងពួងដែលបានបាក់បែកចែកឋានទៅកាន់បរលោកហើយក៏ងាកក្រោយឲ្យពរឲ្យជ័យដល់បងប្អូនទាំងអស់ប្រជាប្រដ្ឋខ្មែរគឺថារកស៊ីមានបានត្រជាក់ត្រជុំណាគ្រប់គ្នាទាំងអស់គ្នាចឹងទៅបាទបាទថ្ងៃនេះខ្ញុំបាទជឿមន្ត្រាខ្ញុំបាទទូសកៈសូមអរគុណសូមគោរពលា